ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមក review អំពីឈុតសរសៃខ្ចីបងប្អូនឈុតនេះដែរគឺខ្ញុំទិញពី page Facebook របស់បង S31 Fashion ណាចាខ្ញុំដាក់នៅtrong វីដេអូសម្រាប់បងប្អូនចង់ទិញពី page គាត់ខ្ញុំទិញតែមួយឈុតទេមួយឈុតនេះគឺបានទឹកបល័យមួយសាច់បល័យមួយហើយនិងសលៃសម្រាប់ឲ្យយើងជូតស្បែកមួយអានេះគឺកំប៉ុងសាច់បល័យដែលយើងអប់ស្បែកមុនយើងចូលឆ្ពងបងប្អូននិយាយពីក្លិនបងប្អូនណើឈ្ងុយឈ្ងប់ហើយយើងខាត់លើស្បែកទៅក្តៅស្បែកល្អគឺឆ្អិនសរសៃយើងបានល្អមែនតើបងប្អូនយើងអប់ហើយយើងលាបពេញមួយតួខ្លួនទាំងដៃទាំងជើងទាំងខ្លួនមកហើយចាំយើងចូលឆ្ពងបងប្អូនឆ្ពងចាសម្រាប់ស្បែកខ្ញុំនេះគឺខ្ញុំអប់រួចហើយខ្ញុំអត់មានពេលវេលាសម្រាប់ឆ្ពងទេដោយសារកូនមកម្ដោះចឹងគឺអត់មានពេលសាក់បានឆ្ពងទេយូរបានឆ្ពងម្ដងខ្ញុំគ្រាន់តែអប់ហើយខ្ញុំគឺលាងសម្អាតតែបងប្អូនណាលាងសម្អាតហើយកុំដុសក្នុងសាប៊ូបងប្អូនបាត់ក្លិនឈ្ងុយហើយអត់កាហាយសាច់ល្អទេចាបន្ទាប់ពីខ្ញុំរឹកហើយខ្ញុំងូតចាក់ទឹកសម្អាតខ្លួនហើយខ្ញុំមកដុសនឹងទឹកបល័យនេះគឺទឹកបល័យសុទ្ធទេបងប្អូនអត់មានកាកទេទឹកបល័យនេះគឺយើងប្រើសម្លៃសម្រាប់ជូតសម្លៃនោះគឺយើងជ្រលក់ជាមួយនឹងទឹកបល័យហ្នឹងមកគឺយើងជូតសពដៃយើងចាលាបរត់ទៅហើយបើសិនជាបងប្អូនបកកែឃ្លុំទេណារត់ហើយឃ្លុំច្បាស់ជាសលឿនហើយជាពិសេសស្បែកថ្លាអត់ងាយឆាប់ខ្មៅទេបងប្អូនអានេះខ្ញុំអត់មានប្រឡេណាបងប្អូនដោយសារតែយើងនៅខ្សែខ្ចីហើយកូនមកដោះទៀតអត់ហ៊ានតន់ប្រឡេគឺខ្ញុំប្រើប្រភេទបល័យនឹងសុទ្ធសម្រាប់